ហើយកំភ្លេចបងអូននៅតាមដានទស្សនាទាំងអស់គ្នាហើយជួយគ្រប់គ្រងខ្ញុំបាទនៅថ្ងៃទី14ខែមិថុនានៅសង្វៀនបាយ័នស្ទឹងមានជ័យចាប់ពីវេលាម៉ោង 5:30 នាទីល្ងាចតទៅចម្រើនបាទហើយចម្រើនហ្មងទៅបាទចម្រើននឹងឈ្មោះពីណាគេដាក់ឲ្យគ្រូដាក់លោកគ្រូដាក់ឲ្យមើលមានហេតុផលវិញណាបាទលោកគ្រូដាក់ឈ្មោះចម្រើនចឹងលើវីដេអូមុនគាត់ថាឈ្មោះអាទិទេពហ្នឹងដូចមានតែឯងពេកដូចមកភូមិមានតែឯងខ្ញុំគាត់ដូរដាក់អាចចម្រើនចម្រើនមានច្រើនតិចណាបាទអត់មែនពេលទីទេពហ្នឹងដូចឈ្មោះមិនសូវមានប្រហែលគេតែឯងកលាករមានតែឯងឥឡូវដែរប្រព័ន្ធបាទឥឡូវបន្តវគ្គកណ្ដាលបែបរត់ណាបាទព្រោះយើងលេងគូម៉ារ៉ាតុងបាទសប្តាហ៍នេះប្រហែលជុំបានឡើងមកដល់វគ្គនេះចម្រើន4ជុំជុំទី1ជុំទី2ជុំទី3ប៉ះណាគេអាចនេះបានជុំទី1ប៉ះធំបាទចប់ទឹកទេវាយបោះបង់ការពុតទឹកមួយទី2ជុំទី2ជួបអូម៉ាវាយគាត់បោះបង់ការពុតទឹក2ជុំទី3ប៉ះកលាករភុងសេរីវាយគាត់បោះបង់ការពុតទឹក1ហើយជុំទី4ហ្នឹងប៉ះកលាករថៃដែរដូចជាឈ្មោះហើយគាត់បោះបង់ការពុតទឹក1ចឹងមានន័យថា4ប្រកួតវគ្គសន្សំទូខ្សែក្បាត់អូតគឺអត់ចប់ទឹកទាំងអស់ណា4ប្រកួតហ្នឹងស្រុកចូលអាច5ទឹកអាច5ទឹកឥឡូវបេក្ខភាព4នាក់យើងដឹងហើយបាទពីណាគេបាទបេក្ខភាព4រូបមានខ្ញុំបូវ៉ាន់វឿនលទ្ធិសុសែនហើយនិងអូម៉ាសម្រាប់4នាក់នេះមើលទៅសមត្ថភាពពួកគាត់មើលសម្រាប់ទីផ្ទាល់មើលឃើញមួយរូបណាដែលគាត់រៀងលើជាងគេឬក៏សមត្ថភាពស្មើគ្នាថេងដែរមកបាទសម្រាប់3នាក់ទៀតគឺខ្ញុំគិតថាគាត់គឺជាកីឡាករដែលលើកម្រិតលើខ្ញុំទាំងអស់បាទបើនិយាយពីយើងរឿងកម្រិតគឺគាត់លើខ្ញុំទាំងអស់សុខស្បងបាទកម្រិតលើខ្ញុំហើយសម្រាប់កីឡាករអូម៉ាគឺខ្ញុំបានជួបគាត់ម្ដងហើយគឺគាត់ជាកីឡាករល្អគាត់មានអាវុធសម្រាប់ចាំបើប្រហែលគឺមហោងឲ្យសម្រាប់កីឡាករអូម៉ាហើយកីឡាករ2នាក់ទៀតខ្ញុំបានវឿនហើយនឹងរិទ្ធិសូសែនដែលបានជួបគាត់តែខ្ញុំបានមើលនៅការពួនក្នុងជុំជាមួយរបស់គាត់អាចរក្សាក្បាច់គាត់ខ្លះហើយនឹងយើងខាត់បន្ថែមសូសែនហើយនឹងវ៉ាន់វឿនសម្រាប់ទីផ្ទាល់គិតថាមួយណាយើងលើជាងតិចឬក៏យ៉ាងណាអាវុធរបស់គាត់ដូចគ្នាឬក៏មិនដែរបាទសម្រាប់បងវ៉ាន់វឿននឹងទីសូសែនណាគាត់ខុសគ្នាបាទតែនេះតាមយើងមើលនេះហើយជាក់ស្ដែងចាំមើលលើសង្វៀនគាត់អាចបង្ហាញថាគេល្អអីអនអីសិក្សាខ្លួនឯងការវគ្គឡើងមកវគ្គពាក់កណ្ដាលបាញ់ប្រក់នេះសម្រាប់ការប្រកួតដំបូងមានអារម្មណ៍បែបណាដែរគិតថាខ្លួនឯងឡើងមកដល់វគ្គនេះទេហើយគិតថាខ្លួនឯងមានសមត្ថភាពរហូតមកដល់វគ្គបាញ់ប្រក់នេះទេពេលចូលប្រកួតដំបូងខ្ញុំគិតថាអត់ខ្ញុំឡើងអត់នេះតែខ្ញុំជាកីឡាករក្នុងបេក្ខភាពហ្នឹងកម្រិតទៀតជាងគេហើយក្នុងពូលខ្ញុំហ្នឹងគឺប៉ះសិតតែកីឡាករសេរីចាស់មានអូម៉ាមានថោកបាងសិតតែធ្លាប់បដូរសិស្សច្បងខ្ញុំធ្លាប់ជួបកីឡាករល្បីៗនៅស្រុកខ្មែរដែរអញ្ចឹងខ្ញុំភ័យពេលដំបូងខ្ញុំចប់ហើយប៉ះសិតសេរីចាស់សិតតែខ្លាំងអញ្ចឹងដល់ពេលការប្រកួតគឺខុសពីការរំពឹងទុកគឺខ្ញុំធ្វើបានល្អខ្លាំងមែនទែនហើយចូលមកដល់វគ្គនេះគឺខ្ញុំធូរចិត្តមកកម្រិតទេបាទនៅវគ្គផ្ដេចប្រត់នេះគឺមានអារម្មណ៍ថាតានតឹងវិញពេលវេលាដែលយើងប្រកួតចុងក្រោយវគ្គជំរុះមកដល់ពេលនេះយើងបានពីសប្តាហ៍ឬក៏ចូលដល់ថ្ងៃប្រកួតវិញមួយខែណាចង់មានការត្រៀមខ្លួនយ៉ាងម៉េចដែរខ្ញុំមួយខែហ្នឹងខ្ញុំហាត់រហូតយើងត្រៀមខ្លួនសមរាងកាយរហូតអត់ពេលប្រហែលពេញលេញហ្មងបាទអត់មានចោលមកវិនាទីណាទេគឺរហត់ហាត់រហូតពេលទីខ្សែក្រវ៉ាត់លើកនេះខ្សែក្រវ៉ាត់ទីប្រមាណរបស់យើងគឺទី1សម្រាប់ការចូលលេងខ្សែក្រវ៉ាត់គឺលើកទី4ទេបងប៉ុន្តែយើងជោគជ័យបាន2ខ្សែហើយខ្សែក្រវ៉ាត់លេងលើកនេះយើងអត់ទាន់ដឹងទេចាំមើលចាក់ស្ដែងខ្សែក្រវ៉ាត់លើកនេះយើងលេងវើលជុំនេះធ្លាប់លេងវើលជុំចឹងអត់ធ្លាប់លេងវើលជុំខ្សែក្រវ៉ាត់ IPGC ប៉ុន្តែការប្រកួតឯប្រត់ចុងក្រោយគឺអត់លេងម៉ារ៉ាតុនទេខ្វែងយើងវាយប្រកួតមកប្រកួតទេតែលើកនេះខ្លាយយើងលេងម៉ារ៉ាតុនលើកនេះម៉ារ៉ាតុនយកខ្សែក្រវ៉ាត់មកម៉ារ៉ាតុនហ្នឹងយើងលេងម៉ារ៉ាតុនយើងលេង3ទឹកដំបូងហើយយើងលេង5ទឹកតាមក្រោយឬក៏យើងលេង3ទឹកសុទ្ធ3ទឹក3ទឹកហ្មងអញ្ចឹងមានន័យថាចាញ់ធ្លាក់យើងចាំប្រកួតយកវាយខ្សែក្រវ៉ាត់តែម្ដង
ចឹងវាថា3ទឹកទាំងអស់យើងទ្រប6ទឹកអញ្ចឹងនេះជាហេតុផលល្អមួយដែរព្រោះដោយសារយើងបាច់គូម៉ាតុង បាទនេះវាក៏បាក់មួយសម្រាប់ខ្ញុំដែរដោយសារតែការលេងមកមុននេះគឺខ្ញុំមិនដែរលេងទេធ្លាប់ចូលលេងខ្សែក្រវ៉ាត់ជាមួយតែខ្ញុំចាញ់ហាន់ទីនេះម្ដងតែខ្ញុំមិនដឹងពីឥទ្ធិពលវាយ៉ាងណាទេដោយសារតែខ្ញុំបាទដោយសារតែខ្ញុំចាញ់នៅក្នុងទូមួយអញ្ចឹងអត់ដឹងថាត្រូវចំណាយកម្លាំងអស់ប៉ុណ្ណាទេបីមួយថ្ងៃពីរប្រកួតអញ្ចឹងអត់ដែរបាយ ទៅយកការវឹកហាត់រាល់ថ្ងៃហាត់ប្រមាណទឹកបើយើងឡើងឡាំ ឡើងហាត់ 3នាទីហ្នឹង3មួយ ទឹក10នាទីហាត់3ទឹក អូអញ្ចឹងមានន័យថាមួយទឹក 4ទឹកជួនកាលអាចទៅ5ទឹកតាមថ្ងៃ មួយទឹក10នាទីជុំមានថាវាចង់និយាយថាអញ្ចឹងកម្រិតសមត្ថភាពក៏ធម្មតាដែរហើយសម្រាប់ខ្សែក្រវ៉ាត់បាទនៅថ្ងៃសៅរ៍នេះសង្ឃឹមប្រហែល%ដែរសម្រាប់ខ្លួនឯងផ្ទាល់ ដល់ខ្ញុំ50%ឯងបងខ្ញុំទៅហ៊ានសង្ឃឹមខ្ពស់ទេដោយសារតែបេក្ខភាព3រូបទៀតគឺសិតតែលំដាប់លើហើយសិតតែជារៀមច្បងផងដែរ បាទហើយមានអី5ផ្ញើទៅពុកម៉ែពុកមីងបងប្អូននេះមានអីអរគុណដល់ចាស់កម្មវិធីទេបាទបានដាក់ខ្សែក្រវ៉ាត់ឲ្យប្រកួតវិលជុំបែបនេះ បាទខ្ញុំបានអរគុណអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតែស្រឡាញ់គ្រប់គ្រងខ្ញុំបានរហូតឲ្យខ្ញុំមានថ្ងៃនេះក៏ដោយសារតែពុកម៉ែបងប្អូនមកចំណែកដែរអញ្ចឹងក៏អរគុណទៅដល់ម្ចាស់កម្មវិធីដែលបានរៀបចំនៅកម្មវិធីនេះឡើងឲ្យកីឡាករយើងមានការប្រកួតកាន់តែច្រើនហើយជាពិសេសគឺជាការប្រកួតកម្មវិធីធំនៅតាមប្រាក់រង្វាន់ធំផងដែរ មានអីអរគុណដល់លោកគ្រូទេលោកគ្រូធំ បាទជាពិសេសគឺអរគុណទៅដល់លោកគ្រូធំដែលគាត់បានបង្ហាត់បង្រៀនហើយកែច្នៃខ្ញុំមកច្រើនខ្លាំងទេទោះបីជាខ្ញុំដើរវិញវែងនេះក៏គាត់តែងតែតម្រង់ទោះបីជាគាត់និយាយស្ដីលក្ខណៈថាកាចឬក៏និយាយខ្លាំងក៏ខ្ញុំមានការអអន់ចិត្តក៏ខ្ញុំមិនដែរខឹងគាត់ដែរខ្ញុំតែងតែបានធ្វើតាមគាត់និងគាត់ដាក់ឲ្យហើយឥឡូវនេះគឺបានផលពិតដែលខ្ញុំស្ដាប់គាត់ បាទអរគុណច្រើនអរគុណ